ដោយសេចក្តីគោរពរបស់ពូមានខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញអ្នកបងថៃរតិសែនរដ្ឋមន្ត្រីទទួលជាទីមករបស់អ្នកខាងមានប្រធានគណៈណាចាចូលអរគុណសន្តិភាពអរគុណនយោបាយឈ្នះទាំងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិការនៃនយោបាយឈ្នះដែលបាននាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញសូមគោរពអាដាមអនសូមសមាជិកព្រឹទ្ធសភាអាដាមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការនិងសហការីនៃក្រសួងអភិវឌ្ឍជនបទអាដាមឡៃវ៉ារីប្រធានក្រុមប្រឹក្សាខេត្តអាដាមភូមិរាត្រីអភិបាលនៃគណៈអភិបាលខេត្តអាដាមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តអាដាមលោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តអាដាមលោកមួយអភិបាលរងនៃគណៈអភិបាលខេត្តទីមានជ័យជាប្រធានក្រុមការងារ PWG អាដាមលោកជំទាវអភិបាលរងរាជធានីខេត្តដែលជាប្រធានក្រុម PWG លោកស្រីតំណាងអង្គការទស្សនវិជ្ជាលោកអន្តរជាតិកម្ពុជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េវ៉ៃកាតំណាងអង្គការ Samaritan House តំណាងអង្គការ UNICEF លោកស្រីប្រធានក្រុមប្រឹក្សាក្រុមស្រុកអភិបាលរងក្រុមស្រុកលោកឧត្តមសេនីយ៍ស្នងការមេវិជាការស្នងការរងមេវិជាការរងនិងបងប្អូនកងកម្លាំងទាំង3ប្រភេទលោកស្រីប្រធានអនុប្រធានមន្ទីរនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍជនបទរាជធានីខេត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់លោកគ្រូអ្នកគ្រូមួយសិស្សានុសិស្សយុវជនកាយរដ្ឋកាកបាទក្រហមកម្ពុជាយុវជនសសយុកជាកិត្តិយសជាតិនិងអន្តរជាតិបងប្អូនជាពលរដ្ឋទាំងអស់នៃខេត្តបន្ទាយមានជ័យក្រុមទាំងអស់ទីទាំងមួយជាទីគោរពស្រឡាញ់និងជាទីមេត្រីថ្ងៃនេះយើងទាំងអស់គ្នាពិតជាមានក្តីរំភើបរីករាយដែលបានមកជួបជុំគ្នាអបអរសាទរពិធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តបញ្ចប់ការបន្ទោសអភិបាលពីការ ODS ហើយគិតត្រឹមថ្ងៃនេះមានរាជធានីខេត្តចំនួន18ដែលបានសម្រេចជារាជធានីខេត្តបញ្ចប់ការបន្ទោសបងពីវាពីការកម្រិតខ្ពស់និងកម្រិតធម្មតា ODS Plus និង ODS រួមមានរាជធានីភ្នំពេញខេត្តកណ្ដាលស្វាយរៀងព្រៃវែងកំពង់ស្ពឺកំពង់ឆ្នាំងកែបព្រះសីហនុកំពង់ចាមរតនគិរីសៀមរាបបួងឃ្មុំតាកែវស្ទឹងត្រែងកំពង់ផុងប៉ៃលិនបាត់ដំបងនិងខេត្តបន្ទាយមានជ័យយើងនេះសូមអង្គពិធីទាំងមូលអបអរសាទរក្នុងនាមក្រសួងអភិវឌ្ឍជនបទនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណអាដាមលោកជំទាវលោកស្រីមន្ត្រីរាជការជាវិទ្យាជាតិអន្តរជាតិនិងវិជាបរដ្ឋទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះដែលបានញ៉ាំងឲ្យពិធីនេះមានភាពអធិកធមប្រកបដោយសាមគ្គីភាពនិងភាពស្និទ្ធស្នាលពិធីដ៏មានអត្ថន័យនេះប្រព្រឹត្តដោយស្របពេលដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសង្គមមួយពោពេញទៅដោយសុខសន្តិភាពវិបុលភាពសុភមង្គលមានសេរីភាពនិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមមុខដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងក្រោមការដឹកនាំប្រកបដោយអនុវត្តរបស់សម្ដេចមហាបពិធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសមិទ្ធផលនិងជោគជ័យទាំងឡាយដែលយើងទាំងអស់គ្នាទទួលបានរហូតដល់បច្ចុប្បន្ននេះគឺដោយសារគុណបំណាច់នៃសុខសន្តិភាពដែលកើតចេញពីការលះបង់ដ៏ធំធេងនិងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិនិងប្រជាជនដោយយកជីវិតធ្វើជាដើមទុនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជាព្រមទាំងរយៈជនស្នេហាជាតិជាច្រើនរូបទៀតហើយអនុញ្ញាតឲ្យខ្ញុំសូមយកឱកាសនេះដើម្បីសម្ដែងនឹងការដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិការនៃនយោបាយឈ្នះ
ដែលបាននាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់រដ្ឋាភិបាលសិទ្ធិក្នុងលោកទេវតាថែរក្សាទឹកដីនៃប្រជាជាតិកម្ពុជាសូមជួយប្រោះព្រំប្រទានពរជ័យសិរីមង្គលវិមលសុខគ្រប់ប្រការជូនអគ្គស្ថាបនិកសន្តិភាពនិងប្រតិបត្តិការនយោបាយឈ្នះព្រមទាំងក្រុមគ្រួសារសូមសំប្រកបនូវកម្លាំងពលំខ្លាំងក្លាប្រាជ្ញាជ្រាបវៃនឹងនៅតែជាមនុស្សដ៏ត្រជាក់សម្រាប់ប្រជាជនកម្ពុជាតរៀងទៅជាក្នុងឱកាសដ៏ពិសេសវិសាលនេះសូមអនុញ្ញាតឲ្យខ្ញុំពំនាំនៅភាសាផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាសម្លាញ់ជ្រាលជ្រៅនិងសេចក្តីនឹករលឹកព្រមទាំងពោសពសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចព្រឹទ្ធគតិព្រឹទ្ធមន្ត្រីបុរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិពិសេសបងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យជារួមនិងដល់ឡែកបងប្អូនប្រជាពលរដ្ឋដែលចូលរួមនៅក្នុងពិធីនេះតាមរយៈសន្ទរកថាស្វាគមន៍របស់អាដាមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងមតិចំណាត់អារម្មណ៍របស់លោកនាយកប្រតិបត្តិអង្គការទស្សនពិភពលោកអន្តរជាតិកម្ពុជាខ្ញុំសូមសម្ដែងនៅការកោតសរសើរដោយស្មោះនិងវាតម្លៃខ្ពស់ចំពោះការនេះចម្រើននិងសមិទ្ធផលនានាជាច្រើនដែលខេត្តបន្ទាយមានជ័យសម្រាប់បាននាពេលកន្លងមកមានគ្រប់វិស័យទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ទន្ទឹមនេះយើងក៏បានធ្វើការកត់សម្គាល់អំពីការផ្លាស់ប្ដូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅតាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាតនិងអនាម័យដែលបានធ្វើឲ្យរដ្ឋបាលប្រជាពលរដ្ឋបានផ្លាស់ប្ដូរទម្លាប់មកទទួលបាននូវទឹកស្អាតទ្រទ្រង់សុខភាពប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវនិងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យអាដាមលោកជំទាវលោកស្រីនិងអង្គវិធីទាំងមូលជាទីមេត្រីកម្ពុជារក្សាបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ជ្រាលជ្រៅនិងប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាពគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីដែលបានដាក់ចេញនិងអនុវត្តប្រកបដោយជោគជ័យនៅយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចក្រកោណទាំង4ដំណាក់កាលជាបន្តបន្ទាប់ដែលបានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍក្នុងសន្ទុះកំណើនសេដ្ឋកិច្ចដ៏លឿននិងបានធ្វើឲ្យកិច្ចការភាពនៃប្រទេសកម្ពុជាលេចធ្លោក្នុងឆាកអន្តរជាតិនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទីកាលទី7ប្រកបដោយជោគជ័យនិងទទួលបាននូវជ័យជំនះដ៏ប្រច័ណ្ឌប្រចោលក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដឹកនាំបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាបានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាពនិងស្ថិរភាពនយោបាយលើផ្ទៃប្រទេសព្រមទាំងបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាក្នុងគោលដៅសម្រាប់ឲ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050តាមរយៈការដាក់ចេញនិងអនុវត្តនៅយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងជ័យភាពព្រមទាំងបានកំណត់អត្ថប្រយោជន៍គន្លឹះចំនួន5ផងដែរគឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាឌីជីថលផ្អែកតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1នេះក្រសួងអភិវឌ្ឍជនបទបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជនបទដើម្បីប្រែក្លាយតំបន់ជនបទនៃប្រទេសកម្ពុជាឲ្យក្លាយជាតំបន់អភិវឌ្ឍរីកចម្រើនប្រកបដោយបរិយាបន្ននិងមាននិរន្តរភាពតាមរយៈចក្ខុវិស័យកសាងតំបន់ជនបទប្រកបដោយពិពលភាពបរិយាបន្ន
នវានុវត្តន៍ Digital និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ចសង្គមនិងវប្បធម៌ដែលមានមូលដ្ឋានគ្រឹះចំនួន5សម្រាប់តំបន់ជនបទនោះគឺប្រជាទី1ប្រជាជនមានជីវភាពរស់នៅសមរម្យ2ប្រជាជនមានសុខភាពមាំមួន3ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ5ភូមិឃុំមានហេដ្ឋារចនាសម្ព័ន្ធខ្វាក់ខ្វែងប្រកបដោយភាពធន់និង5ភូមិឃុំមានអភិបាលកិច្ចល្អព្រមទាំងបានកំណត់យុទ្ធសាស្ត្រជំនួយចំនួន5គឺទី1អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវត្តនិងគណនាគមន៍ប្រកបដោយភាពធន់ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវបានយូរអង្វែងគ្រប់រដូវកាលមានភាពធន់នឹងការដឹកជញ្ជូនធន់នឹងការប្រែប្រួលអាកាសធាតុដែលជាបរិយាកាសនិងជាសរសៃឈាមសេដ្ឋកិច្ចដែលមានសារៈសំខាន់តាមរយៈការធ្វើសមាហកម្មវិស័យសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌រវាងតំបន់ជនបទនិងទីក្រុងផ្សារភ្ជាប់សកម្មភាពธุរកិច្ចផ្សេងៗឲ្យមានភាពរស់រវើកនិងកាន់តែសកម្មឡើងថែមទៀតដែលជាមូលដ្ឋានគ្រឹះនៃកំណើនប្រាក់ចំណូលរបស់គ្រួសារនៃប្រជាជននៅតំបន់ជនបទទី2លើកកម្ពស់សុខភាពអនាម័យនិងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាពដើម្បីធ្វើឲ្យប្រជាជនមានសុខភាពល្អនិងមានបរិស្ថានរស់នៅល្អតាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវជៀសផុតពីជំងឺឆ្លងផ្សេងៗហើយអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកាន់តែវែងតែជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូបនឹងចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតទី3អភិវឌ្ឍសហគមន៍ជនបទ Digital និងចលនាភូមិគំរូដើម្បីជំរុញសហគមន៍ជនបទឲ្យមានលក្ខណៈ Digital អប់រំមនុស្សខ្លាយជាពលរដ្ឋល្អនិងជាម្ចាស់នៃជោគវាសនាសហគមន៍ម្ចាស់នៃជោគវាសនារបស់ខ្លួនសម្រាប់ធ្វើជាគំរូអភិវឌ្ឍភូមិជនបទដទៃផ្សេងទៀតព្រមទាំងអភិរក្សនិងអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចផងដែរទី4វិបត្តិកម្មសេដ្ឋកិច្ចជនបទនិងនិវានុវត្តន៍ការងារដើម្បីធានានិរន្តរភាពនិងប្រាក់ចំណូលតាមគ្រួសារនៅតំបន់ជនបទឲ្យមានភាពរឹងមាំនិងយូរអង្វែងតចំនួនមនុស្សតាមរយៈការបណ្ដុះគំនិតច្នៃប្រឌិតនិងអភិវឌ្ឍមូលធនមនុស្សឥតឈប់ឈរដើម្បីចូលរួមចំណែកបង្កើតឱកាសការងារមុខរបរសហគ្រិនភាពនិងទីផ្សារក៏ដូចជាបង្កើនសកម្មភាពសេដ្ឋកិច្ចធានាក្រោមរូបភាពមុខរបរកសិកម្មនិងមុខរបរមិនមែនកសិកម្មកាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ទីក្រុងឬឆ្លងដែនឲ្យប្រថុយប្រថានព្រមទាំងជំរុញឲ្យមានការផ្លាស់ប្តូរស្ថានភាពរស់នៅឲ្យបានល្អប្រសើរឡើងស្ថានភាពទី5ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ Digital និងសហប្រតិបត្តិការដើម្បីធានាប្រសិទ្ធភាពការងារតម្លាភាពគណនេយ្យភាពសហប្រតិបត្តិការនិងអភិបាលកិច្ចល្អសម្ដៅគ្រប់គ្រងនិងអនុវត្តផែនការថវិកានៃកម្មវិធីអភិវឌ្ឍជនបទឲ្យមានប្រសិទ្ធភាពនិងសក្តិភាពអាដាមលោកជំទាវលោកស្រីបងប្អូនប្រទេសរាជការអង្គពិធីទាំងមូលជាទីមេត្រីបច្ចុប្បន្នក្រសួងបាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកការសម្អាតនិងអនាម័យជនបទហើយគិតមកដល់បច្ចុប្បន្នអត្រាគ្របដណ្ដប់ទឹកស្អាតនិងអនាម័យទូទាំងប្រទេសសម្រាប់បាន 89.90% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រាប់បាន 87.40% និងការផ្ដល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រាប់បាន 92.4% ហើយនៅត្រឹមឆ្នាំ2030យើងនឹងបញ្ញាចិត្តថាត្រូវតែសម្រេចឲ្យបាននៅអត្រាគ្របដណ្ដប់ទឹកស្អាតនិងអនាម័យទូទាំងប្រទេសឲ្យបាន 100%ថ្ងៃនេះយើងពិតជាមានមោទនភាពដែលខេត្តបន្ទាយមានជ័យសម្រេចបានជាខេត្តបញ្ចប់ការបន្តបងពីវាពីការសម្រេចនេះគឺមានន័យថាសម្រាប់ខេត្តបន្ទាយមានជ័យគ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួននិងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នាហើយលទ្ធផលដែលទទួលបាននាពេលនេះបានឆ្លុះបញ្ចាំងពីការចូលរួម
នឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំងមូលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត PWG មន្ទីរអភិវឌ្ឍជនបទខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធដៃគូអភិវឌ្ឍនានានិងអង្គការមិនមែនរដ្ឋាភិបាលវិស័យឯកជនជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យនេះផងដែរក្នុងនាមគណៈដឹកនាំមន្ត្រីរាជការក្នុងនាមខ្លួនខ្ញុំផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកទទួលខុសខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមនិងការជួយគាំទ្រពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសអាដាមប្រធានក្រុមប្រឹក្សាខេត្តអាដាមអភិបាលនៃគណៈអភិបាលខេត្តអង្គការមិនមែនរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការនេះខ្ញុំសូមកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងចូលរួមដឹកនាំជំរុញឲ្យខេត្តបន្ទាយមានជ័យទទួលបានជោគជ័យជាខេត្ត ODF នាពេលនេះហើយខ្ញុំសង្ឃឹមយ៉ាងមុតមមថារដ្ឋបាលខេត្តនិងគ្រប់ភាគីទាំងអស់នៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការជំរុញការផ្គត់ផ្គង់ទឹកនិងអនាម័យជនបទជាពិសេសការរៀបរកយន្តការរក្សាឲ្យបាននៅនិរន្តរភាពខេត្តដែលបញ្ចប់ការបន្តវងពីវាពីកាលនិងខិតខំជំរុញឲ្យខ្លាយទៅជាខេត្តបញ្ចប់ការបន្តវងពីវាពីកាលកម្រិតខ្ពស់នាពេលដ៏ខ្លីខាងមុខក្នុងបរិបទនេះនិងដើម្បីឈានទៅសម្រេចបាននូវផែនការអត្រាគ្រូកំណត់ 100% នៅទូទាំងប្រទេសនាឆ្នាំ2030ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមយ៉ាងសកម្មនិងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដើម្បីលើកស្ទួយលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើងថែមទៀតដោយបន្តយកចិត្តទុកដាក់គាំទ្រដល់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាលគ្រួសារក្រីក្រគ្រួសារជនមានពិការភាពនិងជនងាយរងគ្រោះនានាដើម្បីឲ្យពួកគាត់មានលទ្ធភាពពេញលេញនៅក្នុងការទទួលបានសេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទគ្រប់គ្នាជាថ្មីម្ដងទៀតក្នុងនាមក្រសួងអភិវឌ្ឍជនបទនិងក្នុងនាមរូបខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណនិងសូមកោតសរសើរចំពោះការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការពីសប្បុរសជនពីដៃគូអភិវឌ្ឍនានាអង្គការមិនមែនរដ្ឋាភិបាលវិស័យឯកជនជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើឲ្យវិស័យទឹកស្អាតនិងអនាម័យជនបទមានវឌ្ឍនភាពកាន់តែប្រសើរឡើងដើម្បីចូលរួមអភិវឌ្ឍជនបទនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតជាទីបញ្ចប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងឈានមកដល់ពេលខាងមុខខ្ញុំសូមបួងសួងដល់ព្រះសាសនាក្នុងលោកទេវតាថែរក្សាទឹកដីនៃប្រជាជនកម្ពុជាសូមប្រប្រទានពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះអាដាមលោកជំទាវលោកលោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់នៃខេត្តបន្ទាយមានជ័យព្រមទាំងបងប្អូនដែលមានវត្តមាននៅក្នុងពិធីនេះសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីគ្លៀងគ្លាឡើយនិងសូមប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តបញ្ចប់ការបន្តវងពីវាពីការចាប់ពីពេលនេះតទៅសូម